ស្ថានភាពកាន់តែក្តៅកគុកហើយក្រោយទាហានថៃចាត់ខ្មៅបាញ់ជនស៊ីវិលខ្មែរយើងស្លាប់ម្នាក់គេសង្ឃឹមថាខាងកម្ពុជានឹងមានការតបតក៏ប៉ុន្តែកម្ពុជាអត់តបតទេក៏ប៉ុន្តែមុននេះបន្តិចមេតបភូមិភាគមួយរបស់ថៃបានបញ្ជាឲ្យយោធាត្រៀមលក្ខណៈពេញលេញតែម្ដងបាទបងប្អូនយល់ទេអាពាក្យលក្ខណៈថាពេញលេញហ្នឹងគឺត្រៀមសភាវុធកងកម្លាំងដាក់បាញ់ធ្វើសង្គ្រាមតែម្ដងហ្នឹងឯងក៏ប៉ុន្តែក្រោយពីមានការបាញ់ម្សិលមិញនេះគឺកម្ពុជាអត់មានការបាញ់តបតទេបាទព្រោះឯគេគិតថាប្រហែលជាថាកម្ពុជានឹងមានការបាញ់តបតហើយអញ្ចឹងបើយើងមើលទៅលើស្ថានភាពនេះគឺបាទកាន់តែក្តៅកគុកហើយនៅមុននេះបន្តិចមេបញ្ជាការយោធាភូមិភាគ1បាទរបស់ថៃលោកវីយុទ្ធលឿងសុវណ្ណបានចុះត្រួតពិនិត្យកងទ័ពនៅខេត្តស្រះកែវនិងបានបញ្ជាឲ្យត្រៀមលក្ខណៈពេញលេញដើម្បីការពារព្រំដែនរបស់ប្រទេសថៃនិងបន្តរក្សាការបិទច្រកព្រំដែនជាមួយនឹងកម្ពុជានេះគឺជាខ្លឹមសារចុះផ្សាយដោយសារព័ត៌មានរបស់ថៃនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះការបញ្ជារបស់មេតបភូមិភាគ2ភូមិភាគ1របស់ថៃឲ្យយោធាត្រៀមលក្ខណៈប្រយុទ្ធនេះបានកាត់ឡើងភ្លាមក្រោយកងទ័ពខ្លួនបានបើកការបាញ់ស្រោចទាំងកំរោលមកលើជនស៊ីវិលស្លូតត្រង់របស់កម្ពុជាតែម្ដងទន្ទឹមទៅនឹងទាហានថៃបានបាញ់សម្លាប់ជនស៊ីវិលខ្មែរម្នាក់និងរបួស3នាក់មេយោធាភូមិភាគ1របស់ថៃបានធ្វើដំណើរទស្សនកិច្ចបាទទៅព្រំដែនកម្ពុជានិងថៃនៅក្នុងខេត្តស្រះកែវហើយបានណែនាំឲ្យកងទ័ពត្រៀមបាទលក្ខណៈពេញលេញតែម្ដងលើពីនេះទៅទៀតលោកក៏បានជួបសំណេះសំណាលជាមួយនឹងមន្ត្រីនៃកងកម្លាំងថៃប្រចាំទិសបូព៌ានិងបានដឹកនាំកិច្ចប្រជុំដែលមានការចូលរួមពីមេបញ្ជាការអង្គភាពនិងតំណាងមើលពីស្ថាប័នពាក់ព័ន្ធផ្សេងទៀតបន្ទាប់ពីកិច្ចប្រជុំលោកវីយុទ្ធបានណែនាំឲ្យទាហានបាទគឺសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងភ្នាក់ងារផ្សេងទៀតដើម្បីធានាបាននៅការបន្តបិទព្រំដែនជាមួយនឹងកម្ពុជាតែកម្ពុជាក៏មិនដែរនិយាយថាចង់បើកព្រំដែនជាមួយនឹងថៃដែរបាទគួរតែពិនិត្យមើលទៅលើស្ថានភាពប្រទេសខ្លួនឯងផងក្រៅពីនោះផងដែរមេតបភូមិភាគ1ថៃក៏បានជួបជាមួយនឹងអ្នកស្រុកនៅតាមព្រំដែនលោកបានស្រែកប្រាប់អ្នកភូមិកន្លែងថាកងទ័ពរបស់យើងបដិញ្ញាចិត្តយ៉ាងពេញលេញនៅក្នុងការការពារព្រំដែននិងធានាសុវត្ថិភាពរបស់អ្នកគួរបញ្ជាក់ឡើងវិញថាការបញ្ជាឲ្យយោធាត្រៀមលក្ខណៈពេញលេញនិងត្រៀមខ្លួនប្រយុទ្ធបែបនេះការឡើងក្រោយពីទាហានថៃបានបាញ់សម្លាប់ជនស៊ីវិលខ្មែរម្នាក់និងរបួស3នាក់តើភាគីថៃកំពុងតែព្យាយាមបញ្ឆេះកំហឹងព្រំដែនឬក៏យ៉ាងណាឬក៏ភាគីថៃគិតតែអំពីមហិច្ឆតានៅក្នុងការឈ្លានពានមកកាន់កម្ពុជាមិនខ្វល់អំពីភ្នែកអន្តរជាតិខណ្ឌយោធាថៃហ៊ានលើកដៃកេះកៃបាញ់កំភ្លើងសម្លាប់ជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបែបនេះអញ្ចឹងយើងដឹងថាព័ត៌មានយើងទទួលបានការពិភាក្សម្សិលមិញហ្នឹងគឺជនស៊ីវិលរបស់កម្ពុជាម្នាក់បានស្លាប់ភ្លាមតែម្ដងហើយស្លាប់ហ្នឹងគឺមិនមែនស្លាប់នៅមន្ទីរពេទ្យទេគឺស្លាប់ទៅនឹងកន្លែងកើតហេតុបាទគឺថៃបាញ់ដូចជាប្រមាណគ្រាប់ឯងម្សិលមិញបាទបាញ់ហើយយើងក៏មានសម្លេងនៅក្នុងការដែលពួកវាបាញ់ដែរអញ្ចឹងថៃចង់បកកាយក៏បកកាយប្រវាដែរដោយសារតែកម្ពុជាមានលក្ខណៈពេញលេញនៅក្នុងការដែលបង្ហាញជាផុសតាងថាពួកនេះវាពិតជាបាញ់មកលើយើងពិតប្រាកដមែន